សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះអេមីនលើកយករឿង Dark Blue and Moonlight មកធ្វើការសម្ដែងតកាលមកដល់ថ្ងៃបន្តឃើញថាជាគីនីក៏បានទៅហាត់ប្រាណជាមួយនឹង Jimmy ហើយក៏បានសួរនាំដែរថាតើឥឡូវនេះនឹងឯងនៅផ្ទះយិនហ្វៃដែរអត់ហើយចោលរឿងរបស់ឯងហើយនឹងគេនឹងមិនដែរអត់អីណាអីគ្រាន់តែលើសំណួរនឹងភ្លាមគឺថា Jimmy នឹងឈប់រត់តែម្ដងគឺថាគេឡើងសែនហើយនៅពេលដែលឃើញថាគេជិតដួលនឹងក៏បានប្រាប់ដែរឯងប្រយ័ត្នផងជាគីក៏តបថាយើងមកទីនេះនឹងមិនមែនមកហាត់ប្រាណទេហើយយើងចង់សួរថាឥឡូវនេះឯងនៅណាJimmy ក៏តបថានៅផ្ទះមិត្តភក្តិថ្មីគឺមេតាប៉ុន្តែឥឡូវនេះឯងនឹងសិតតែមកតាមដានយើងឯណាទៀតជាគីក៏សួរទៀតថាហើយចុះឯងនឹងចង្វាយនឹងបែកគ្នាហើយមែនហើយនៅពេលដែលឮគេឆ្លើយថាមិនដឹងនឹងគេបានសួរទៀតថាពួកឯងនៅជាមួយគ្នាយូរហើយអញ្ចឹងឯងមិនដឹងបើសិនជាបែបហ្នឹងមែនឯងអាចបោះបង់គេចោលបានក៏ដោយសារតែគេនឹងជាមនុស្សអាក្រក់ណាស់ត្រូវអន់ព្រោះគាត់បានទៅប្រាប់ Pinky ថាគឺឯងនឹងគ្រាន់តែជាមើលរួមបន្ទប់របស់គាត់ទេបើសិនជាអញ្ចឹងមែនឯងអាចទទួលយកវាបានអន់ Jimmy ក៏តបថាគឺយើងនឹងខ្លាចជាមើលរួមបន្ទប់របស់គេនេះតាំងតែយូរណាស់មកហើយប៉ុន្តែនៅពេលដែលគេមកមួយទឹកម្នាក់ឯងនឹងគឺថាគេនេះស្រែកយំតែម្ដងក៏ដោយសារតែឈឺចាំមែនតើនៅពេលដែលមនុស្សដែលគេស្រឡាញ់និយាយបែបនេះប៉ុន្តែនៅមុខជាគីគេព្យាយាមធ្វើខ្លួនជាមនុស្សរឹងមាំប៉ុន្តែនៅពីខាងក្រៅខ្នងហ្នឹងគឺថាគេឈឺចាប់ខ្លាំងណាស់កាលមកដល់ថ្ងៃបន្ទាប់ឃើញថាគេក៏បានត្រឡប់ទៅដល់ផ្ទះហើយក៏បានរៀបចំឲ្យបានហ្នឹងប្រុងចាកចេញពីផ្ទះរបស់យៀនហ្វៃហើយគេក៏បានយកសោទៅឲ្យម៉ារបស់យៀនហ្វៃហើយប្រាប់ថានៅពេលដែលគេមកហ្នឹងអ្នកមីងជួយឲ្យគេផងបន្ទាប់ពីលឺអញ្ចឹងគាត់ក៏បានសួរនាំច្រើនដែរក៏បាននិយាយថាឥឡូវហ្នឹងឯងអង្គុយតិចមកខ្ញុំមានរឿងចង់និយាយថាតើនៅគ្រួសាររបស់ឯងហ្នឹងមានគ្នាប្រហែលអ្នកដែរគេក៏តបគឺមានឪពុកម្ដាយហើយនិងប្អូនស្រីដោយលើបែបហ្នឹងឯងក៏បាននិយាយថាគឺឯងហ្នឹងជាកូនប្រុសតែម្នាក់ក្នុងគ្រួសារអញ្ចឹងហើយឯងគួរគិតអំពីគ្រួសារផងត្រូវរៀបការមានចៅមានកូនអីដើម្បីមើលថែអ្នកពេលអនាគតព្រោះតែពេលយើងចាស់ទៅគ្មានកូនគ្មានចៅហ្នឹងបានអ្នកណាមើលថែគឺវាពិបាកហើយចំពោះរឿងនេះអ្នកមីងហ្នឹងក៏បានប្រាប់យិនហ្វៃដែរឲ្យគេឆាប់គិតគូរបន្ទាប់ពីលឺអញ្ចឹងជីមីហ្នឹងឡើងក្តុកក្តួលមែនតើហើយចង់យំហើយប៉ុន្តែគេព្យាយាមនិយាយថាខ្ញុំយល់ហើយអ្នកមីងក៏បានបន្ថែមទៀតថាពេលក្រោយនៅពេលដែលឯងទៅនេះហ្នឹងអាសាមកលេងពួកយើងផងព្រោះនៅពេលដែលពួកយើងរស់នៅជាមួយគ្នាហើយនឹងស្គាល់គ្នាហ្នឹងសុទ្ធតែជានិស័យជីមីក៏តបថាបានអ្នកមីងប៉ុន្តែឥឡូវនេះហ្នឹងខ្ញុំត្រូវការទៅហើយអញ្ចឹងហើយជម្រាបលាបន្តិចក្រោយមកឃើញថាគេក៏បានមកដល់ផ្ទះរបស់មេតាហើយមេតាក៏បានសួរដែរថាតើលោកអាចប្រាប់ខ្ញុំបានអត់ជីមីក៏តបថាគឺខ្ញុំមិនដឹងគួរនិយាយប្រាប់បែបណាទេមេតាក៏បាននិយាយទៀតថាគឺលោកជាមនុស្សក្លាហានណាស់ដែលអាចដើរចេញពីទំនាក់ទំនងស្នេហាបានបែបនេះយ៉ាងហោចណាស់គឺវាក៏ជាជំហានដំបូងដែលលោកអាចដើរបានដែរជីមីក៏សួរទៀតថាតើវាជាដំណើរចាប់ដើមដំបូងមែនមេតាក៏បាននិយាយលួងថាគឺលោកកុំបារម្ភអីនៅក្នុងពេលវេលានេះហ្នឹងគឺខ្ញុំនឹងនៅក្បែរលោកបន្ទាប់ពីលឺអញ្ចឹងជីមីក៏អរគុណដែរសម្រាប់ការលើកទឹកចិត្តរបស់គេកាលមកដល់ពេលល្ងាចនៅពេលដែលយិនហ្វៃត្រឡប់មកដល់ផ្ទះវិញហ្នឹងឃើញមានអ្វីៗនៅក្រៅក៏បានសួរដែរថាវាជាអ្វីម៉ាក់របស់គេក៏បានឆ្លើយថាព្រឹកមិញហ្នឹងជីមីបានមកហើយក៏បានប្រមូលអ្វីៗរបស់គេនេះចាក់ចេញទៅបាត់ហើយបន្ទាប់ពីលឺអញ្ចឹងយិនហ្វៃហ្នឹងភ្ញាក់ផ្អើលមែនតើដោយសារតែគេមិនបានដឹងរឿងហ្នឹងទេហើយម្យ៉ាងវិញទៀតគឺថាគេហ្នឹងក៏មិនបានផ្ដាំផ្ញើអីដែរបានទៅទុកសោឲ្យវិញដោយឃើញបែបហ្នឹងគេក៏បានសប្បាយទេទៅហើយនៅពេលដែលឃើញថាគេមិនលើហ្នឹងក៏បានផ្ញើសារទៅដែរដោយគេបានសរសេរថាគឺពួកយើងត្រូវមានរឿងនិយាយគ្នាបន្តិចក្រោយមកឃើញថាពួកគេក៏បានមកជួបគ្នាកន្លែងមួយហើយយិនហ្វៃក៏បានសួរដែរហើយបានសុកអូនចាក់ចេញជីមីក៏តបថាសុកបែបម៉េចគឺខ្ញុំគិតថាប្រហែលជាបងហ្នឹងបែកគ្នាជាមួយខ្ញុំតាំងតែពីយូរណាស់មកហើយអញ្ចឹងហើយទៅខ្ញុំចាក់ចេញមុនពេលដែលបងនេះដេញខ្ញុំចេញវាមិនល្អជាងអីជីនហ្វៃក៏តបថាបងមិនបាននិយាយបែបហ្នឹងទេប៉ុន្តែបើសិនជាពួកយើងខ្លាចជាមិត្តភក្តិនឹងគ្នាវិញហ្នឹងគឺវាក៏ល្អជីមីក៏បានបន្ថែមទៀតថាខ្ញុំមិនអាចទទួលយកបានទេហើយសម្រាប់បងវិញហ្នឹងតែងតែមានហេតុផលលាក់បាំងរហូតថាតើឥឡូវនេះបងឆ្លាញ់អ្នកផ្សេងហើយត្រូវអន់ដោយលឺអូនសួរបែបហ្នឹងហើយគេក៏មិនចង់លាក់បាំងអីដែរក៏បាននិយាយថាពិតណាស់គឺបងបានឆ្លាញ់អ្នកផ្សេងហើយប៉ុន្តែរឿងមួយនេះទៅតែកើតឡើងទេវាមិនបានពាក់ព័ន្ធជាមួយនឹងចំណងស្នេហារបស់ពួកយើងទេហើយម្យ៉ាងវិញទៀតឥឡូវនេះហ្នឹងម៉ាក់របស់បងរស់នៅជាមួយបងអញ្ចឹងហើយអូនក៏យល់ស្របដែរមិនអញ្ចឹងជីមីក៏បាននិយាយទៀតថាខ្ញុំបាននិយាយរឿងហ្នឹងទេគឺខ្ញុំចង់និយាយអំពីរឿងបេះដូងរបស់បងនេះព្រោះថាបេះដូងនីមួយៗហ្នឹងសុទ្ធតែមានទីតាំងពិសេសបើសិនជាបេះដូងមិនទំនេរទេក៏គ្មាននរណាអាចដើរចូលបានដែរត្រូវអន់យិនហ្វៃក៏តបថាគឺបងទទួលស្គាល់សម្រាប់ទីតាំងនេះទំនេរមកជាយូរណាស់មកហើយបន្ទាប់ពីលឺអញ្ចឹងគឺថាជីមីនឹងឈឺចាប់ខ្លាំងមែនតើអញ្ចឹងហើយរយៈពេលកន្លងមកដែលពួកគេនៅជាមួយគ្នានេះថាតើវាជាអ្វីឲ្យប្រកាសហេតុអីបានជាគេនឹងមិនចាត់ទុកខ្លួននៅក្នុងបេះដូងគេសូម្បីតែបន្តិចហើយគេបាននិយាយថាកាពិតទៅគឺអូននឹងគួរតែយល់ស្របនៅពេលដែលបងសូម្បីគ្នាប៉ុន្តែបើជាអូនគិតថាបើសិនជាពួកយើងព្យាយាមសាកល្បងម្ដងហើយម្ដងទៀតនឹងប្រហែលជាវាអាចដើរទៅមុខបានចំណែកយិនហ្វៃវិញគឺថាគេបានត្រឹមតែសុំទោសជីមីក៏បាននិយាយទៀតថាឥឡូវហ្នឹងខ្ញុំប្រាប់បងតែតុនស្នេហារបស់បងនេះគឺបងជាអ្នកសម្លាប់វាដោយខ្លួនឯងដឹងអន់ព្រោះបងខ្លាចថានៅពេលដែលគេមកចិត្តបងគេអាចធ្វើឲ្យបងឈឺចាំបើសិនជាបងនៅតែបន្តធ្វើចរិតបែបនេះគឺបងពិតជាមិនដឹងទេថាអ្វីទៅជាស្នេហាគឺបងជាមនុស្សល្ងងបើសិនជាបងមិនអាចចាកចេញពីគំនិតបែបហ្នឹងទេគឺបងហ្នឹងមិនគួរស្រឡាញ់អ្នកណាទេហើយបើសិនជាបងចង់មានក្តីសុខសូមមេត្តាផ្លាស់ប្ដូរខ្លួនឯងមុនទៅ
ហើយការដែលខ្ញុំមកទីនេះហ្នឹងណាគ្រាន់តែចង់ស្រែកដាក់បងបែបនេះទេហើយគេក៏បានដើរចេញពីកន្លែងហ្នឹងដែរទេចំណែកយិនហ្វៃវិញហ្នឹងណាគឺថាគេនេះបានត្រឹមតែសែតហើយក៏ណាត់ជីមីដូចគ្នាងាកមកខាងពេញជិនក៏ឃើញថាគេហ្នឹងណាក៏បានចូលមកក្នុងបន្ទប់គំនូររបស់អូនបន្ទាប់ពីដើរមើលចុះឡើងហ្នឹងណាក៏ឃើញថាគំនូរដែលអូនរបស់គេកំពុងតែគូរនេះគឺវាស្តៀងនឹងគំនូររូបរបស់យិនហ្វៃអញ្ចឹងហើយគេក៏បានយកអាគំនូរដើមហ្នឹងណាយកមកផ្ទៀងផ្ទាត់មើលបន្ទាប់ពីឃើញហើយគឺថាគេជឿចាប់ខ្លាំងមែនតើក៏ដោយសារតែវាដូចជាអ្វីដែលគេបានគិតអញ្ចឹងងាកមកខាងហើយឈីងវិញឃើញថាគេមកហែលទឹកប៉ុន្តែសម្រាប់លើកនេះមិនមែនតែឯងទេគឺពីរនាក់បងហើយបន្ទាប់ពីហែលហើយហ្នឹងណាពួកគេក៏បានដើរទៅផ្លាស់ប្ដូរសម្លៀកបំពាក់ក៏ជួបជាមួយនឹងមិត្តភ័ក្តិរបស់យិនហ្វៃដែលត្រូវបានគេវាយកាលពីថ្ងៃមុនហ្នឹងណាប៉ុន្តែឃើញថាគេនេះអត់ហ៊ានមើលមកយិនហ្វៃសោះដោយសារតែគេហ្នឹងណាខ្លាចថាយិនហ្វៃរឿងគេទៀតហើយចំពោះរឿងរ៉ាវទាំងអស់ហ្នឹងគឺគេក៏បានប្រាប់ហៃឈីងឲ្យបានដឹងដែរដោយលឺបែបហ្នឹងហៃឈីងក៏បាននិយាយថាក៏ដោយសារតែមូលហេតុនេះហើយទៅគេមិនហ៊ានមើលមុខលោកយិនហ្វៃក៏បាននិយាយទៀតថាកាប់ពិតទៅគឺខ្ញុំគ្រាន់តែធ្វើការផ្ដល់មេរៀនឲ្យគេទេប៉ុន្តែបើគិតទៅនឹងណាគូតែផ្ដល់មេរៀនឲ្យគេមួយទៀតដោយសារតែគេធ្វើឲ្យទូរស័ព្ទរបស់លោកបែកកុំឲ្យពួកយើងបានជួបគ្នាតាំងតែពីយូរណាស់មកហើយមិនមែនអញ្ចឹងទេប៉ុន្តែឥឡូវនេះពួកយើងក៏បានជួបគ្នាដែរអញ្ចឹងហើយអភ័យទោសឲ្យគេទៅបន្ទាប់ពីលឺបងនិយាយអញ្ចឹងខ្នាញ់បងពេកអញ្ចឹងណាក៏បានសវ៉ាទាញបងនឹងណាថើភ្លាមនៅកណ្ដាលវានឹងតែម្ដងគឺថាកូនស្រីរបស់យើងនឹងណាក៏រៀងអាជាមួយនឹងប្រុសខ្លាំងមិនធម្មតាដែរបន្ទាប់ពីថើបានបន្តិចគេក៏បានលោលេងជាមួយបងគេថាឥឡូវហ្នឹងណាឲ្យទូរស័ព្ទមកឲ្យខលមកខ្ញុំដោយឃើញអូនធ្វើត្រាប់ដូចជាពួកគេជួបគ្នាដំបូងអញ្ចឹងណាគេក៏រៀងហួចចិត្តដែរក៏បានសវ៉ាទាញអូនគេនេះមកថើបទៀតបន្តិចក្រោយមកឃើញថាយិនហ្វៃនេះក៏បានជូនអូនមកដល់មុខផ្ទះហើយមុនពេលដែលពួកគេបែកគ្នាហើយឈីងក៏បានសួរយិនហ្វៃដែរថាតើឥឡូវនេះហ្នឹងណាលោកនៅជាមួយនឹងអ្នកណាអូនយិនហ្វៃក៏តបថាអត់ទេពួកយើងបានបែកគ្នាហើយដែលការពិតទៅនឹងណារឿងរបស់ខ្ញុំនេះខ្ញុំសូមបែកគេយូរហើយប៉ុន្តែទៅតែឥឡូវនេះទេដែលដាច់ស្រេញអញ្ចឹងហើយលោកក៏បារម្ភអីគឺខ្ញុំនឹងធ្វើការដោះស្រាយបញ្ហាចោលទាំងអស់គឺខ្ញុំពិតជាចង់នៅក្បែរលោកណាគឺខ្ញុំពិតជាមិនចង់ឃើញលោកឈឺចាប់ទេហើយគេក៏បានសវ៉ាទិញអូនគេនឹងណាយកមកអោមហើយកំឡុងពេលដែលពួកគេអោបថោកគ្នានេះក៏ឃើញថាពីនជិននឹងណាបានឃើញទាំងអស់នៅពេលដែលឃើញបែបហ្នឹងគឺថាគេនិយាយមិនចាញ់ទេសូម្បីតែយំហ្នឹងណាក៏យំមិនចាញ់ដូចគ្នាហើយនៅពេលដែលអូនមកដល់ផ្ទះហ្នឹងណាគេក៏បានតាមសួរដែរថាតើទំនាក់ទំនងមួយនេះតាំងតែពីពេលណាហើយឈីងក៏បកស្រាយថាពួកយើងស្គាល់គ្នាយូរហើយស្គាល់គ្នាមុនពេលដែលខ្ញុំស្គាល់ឯងទៅទៀតពេលជិងក៏សួរថានៅខួរកំណើតរបស់ Pinky ហើយដែលបានជាអ្នកទាំងពីរធ្វើដូចជាមិនស្គាល់គ្នាហើយជិងក៏បាននិយាយទៀតថាពួកយើងពិតជាស្គាល់គ្នាពីមុនមកមែនប៉ុន្តែបានទំនាក់ទំនងហើយខ្ញុំក៏មិនដឹងដែរថាពួកយើងនឹងអាចជួបគ្នាម្ដងទៀតនៅថ្ងៃខួរកំណើតរបស់ Pinky ពេលជិងក៏បាននិយាយទៀតថាហើយចុះឥឡូវនេះអ្នកទាំងពីរមកតាក់ទងគ្នាវិញខ្ញុំមិនអាចទទួលយកបានទេហើយជិងក៏បានព្យាយាមនិយាយថាគឺខ្ញុំចង់ធ្វើការបញ្យល់ឯងដែរប៉ុន្តែឯងមិនស្ដាប់តែពេលជិននៅបកៃថាខ្ញុំមិនស្ដាប់ទេឥឡូវនឹងប្រាប់ខ្ញុំមកថាអ្នកទាំងពីរហ្នឹងណាទៅណាត់ជួបជាមួយគ្នានេះប្រហែលលើប្រហែលសារហើយឈៀងក៏តបថាប្រហែលជា2-3ដងដោយលឺអញ្ចឹងពេលជិនក៏បាននិយាយអំពីរឿងដែលគេថាទៅធ្វើការនៅសាលាហ្នឹងណាសុទ្ធតែជារឿងកុហកទាំងអស់ហើយចំពោះរឿងកុហកនេះខ្ញុំមិនបានសុំឲ្យឯងកុហកទេហើយខ្ញុំក៏មិនដឹងដែរថាឯងទាំងពីរនាក់នឹងជាសង្សារនឹងគ្នាហើយឈិងក៏បានព្យាយាមនិយាយទៀតថាឥឡូវហ្នឹងណាស្ដាប់ខ្ញុំសិនទៅគឺខ្ញុំមិនតាន់សម្រេចចិត្តទេហើយខ្ញុំក៏ដឹងដែរថាខ្ញុំស្រឡាញ់យិនហ្វៃហើយខ្ញុំក៏ស្រឡាញ់ឯងតែថាពេលជិនហ្នឹងណាអប់រំស្ដាប់ទេក៏បានដើរចូលទៅក្នុងយកគំនូរចេញមកខាងក្រៅរួចគេបានសួរថាតើគំនូរហ្នឹងគឺជាគេត្រូវអន់ហើយនៅពេលដែលឃើញអូនអត់ឆ្លើយហ្នឹងណាគេក៏បានយកទឹកថ្នាំខ្មៅនេះចាក់លើគំនូរនឹងឡើងខូចបន្តិចក្រោយមកបន្ទាប់ពីគេដឹងថាគេធ្វើហួសហេតុហ្នឹងណាក៏បានមកសុំទោសដែរនៅពេលដែលឃើញអូនខឹងអញ្ចឹងចំណែកហើយឈីងវិញក៏បាននិយាយថាឡើយហ្នឹងណាឯងជប់និយាយទៅឈប់ទៅតែថាពេលជីននៅតែព្យាយាមបកស្រាយថាគឺខ្ញុំដឹងថាគំនូរនេះសំខាន់ណាស់សម្រាប់ឯងប៉ុន្តែខ្ញុំគ្មានបំណងហើយនឹងចេតនាបំផ្លាញវាទេដូច្នេះហើយឥឡូវនេះឯងអាចបំភ្លេចរឿងរ៉ាវជាមួយនឹងយិនហ្វៃហើយត្រឡប់មករកទំនាក់ទំនងរបស់ពួកយើងហ្នឹងណាដោយធម្មតាវិញបានអន់ហើយនៅពេលដែលលឺហើយឈីនិយាយថាឯងជប់និយាយទៅហ្នឹងណាគេក៏ព្រមឈប់ហើយក៏បានសប្បាយមកអបអូនភ្លាមតែមកដល់ថ្ងៃបន្ទាប់មកឃើញថាប៉ារបស់ហើយឈីនេះក៏បានត្រឡប់មកពីអាមេរិកវិញហើយនៅពេលដែលគាត់បើកបន្ទប់ទៅឃើញពួកគេគេងអោបគ្នាអញ្ចឹងណាគាត់ដឹងហើយថាទំនាក់ទំនងពីរនាក់នេះមិនត្រឹមតែជាមិត្តភក្តិទេបន្តិចក្រោយមកនៅពេលដែលគេភ្ញាក់ឡើងឃើញប៉ាគេនៅហ្នឹងណាគេក៏ភ្ញាក់អោលដែរហើយបានជាគាត់បានប្រាប់មុនពេលជាងក៏បានបន្ថែមថាបើសិនជាលោកពូប្រាប់ហ្នឹងណាក៏ពួកយើងអាចទៅទទួលលោកពូបានលោកពូក៏បាននិយាយថាកុំបារម្ភអីគឺខ្ញុំអាចមកវិញនឹងខ្លួនឯងក៏បានដោយសារតែក្រុមហ៊ុនហ្នឹងណាសុកមានការងារធ្វើនៅទីនេះអញ្ចឹងហើយខ្ញុំត្រូវត្រឡប់មកវិញហើយឈិនក៏បានសួរដែរថាប៉ាមកបានប្រហែលខែលោកពូក៏លោលេងថាយើងទៅតែមកដល់ទេឯងចង់ដេញយើងចេញទៀតហើយមែនតែថាយើងក៏មិនប្រកាសដែរប្រហែលជា3ខែមើលទៅហើយមួយវិញទៀតក៏នៅខាងក្រៅហ្នឹងណាជារបស់ពីងជីនត្រូវអត់គឺខ្ញុំយកទៅដាក់ក្នុងម៉ូតូរបស់ហើយឈិនហើយពីងជីននិយាយថាលោកពូធ្វើទៅអីទៅខ្ញុំជាអ្នកធ្វើខ្លួនឯងលោកពូក៏បាននិយាយទៀតថាគឺខ្ញុំអរគុណហើយដែលឯងមកទីនេះដើម្បីមើលថែហើយឈិនពេញជីងក៏តបថាអីទេលោកពូគឺខ្ញុំពេញចិត្តលោកពូក៏បាននិយាយទៀតថាប៉ុន្តែឥឡូវនេះហ្នឹងណាខ្ញុំត្រឡប់មកវិញហើយអញ្ចឹងហើយមិនចង់រំខានឯងទៀតទេអញ្ចឹងហើយរឿងរ៉ាវរបស់គេទាំងអស់ហ្នឹងណាទុកឲ្យលោកពូជាអ្នកចាត់ការដែលស្ដាប់មើលទៅសម្ដីដែលគាត់និយាយចេញមកហ្នឹងណាគឺចង់ដេញពេញជីននេះចេញពីផ្ទះរបស់គាត់
ដោយសារតែគាត់ដឹងថាទំនាក់ទំនងរបស់ពួកគេនឹងមិនត្រឹមតែជាមិត្តភក្តិអញ្ចឹងហើយគាត់មិនចង់ឲ្យបន្តទៀតទេដោយដឹងខ្លួនពីជីងក៏បានតបថាអីទេចាំខ្ញុំធ្វើត្រឡប់ទៅរស់នៅដងវិញក៏បានប៉ុន្តែបើសិនជាលោកពូមានបញ្ហាអីនឹងអាចប្រាប់ខ្ញុំក៏បានដែរចាំខ្ញុំជួយចំណែកហើយឈីងវិញគឺថាគេលង្សាតែម្ដងគឺគេមិនចង់ឲ្យពីជីងចាចេញទេកាលមកដល់កន្លែងធ្វើការមករួមការងាររបស់គេនឹងក៏បានសួរដែរថាតើវ៉ាលីនេះជារបស់ឯងត្រូវអន់ពីជីងក៏តបថានឹងហើយគឺខ្ញុំរើផ្ទះអញ្ចឹងហើយខ្ញុំសុំទុកនៅទីនេះបន្តិចមករួមការងារគេក៏បាននិយាយថាអីទេតាមស្រួលទៅមួយសន្ទុះធំក្រោយមកឃើញថាហាងរបស់គេនឹងក៏ដល់ម៉ោងបិណ្ឌប៉ុន្តែឃើញថាគេមិនតរកន្លែងនៅបានទេអញ្ចឹងហើយអត់ជំរឿននឹងមានតែគេនៅហាងនឹងឯងដែលពេលនឹងដែរហើយឈិនក៏បានទេតាមដែរហើយបានជាឯងនឹងមិនត្រឡប់មកផ្ទះវិញសិនពេលជិនក៏បាននិយាយថាឯងអាចបានលឺប៉ារបស់ឯងនិយាយទេមែនហើយមួយវិញទៀតឥឡូវនេះនឹងខ្ញុំនៅផ្ទះរបស់មិត្តភ័ក្តិហើយរៀបចំគេហើយឈិនក៏តបថាទោះបីជាគាត់ដឹងក៏ដោយនឹងគឺខ្ញុំក៏មិនខ្វល់ដែរអញ្ចឹងហើយឯងមកវិញមកប៉ុន្តែពេលជិននៅតែប្រកែកថាអត់ទេឥឡូវនៅផ្ទះមិត្តភ័ក្តិហើយរឿងពីម្សិលមិញនឹងថាតែឯងអភ័យទោសឲ្យខ្ញុំនៅតែថាឈិននឹងអត់បានឆ្លើយទេក៏បាននិយាយថារីត្រីសួស្ដីបន្ទាប់ពីលឺអញ្ចឹងពេលជិននឹងកាន់តែសែតអូនក៏មិនយល់ចិត្តហើយគ្មានកន្លែងគេងទៀនកាលមកដល់ថ្ងៃថ្មីឲ្យឃើញថាគេក៏បានខ្ចីម៉ូតូមិត្តភ័ក្តិនឹងដើម្បីមកដូបអូននីទៅរៀនហើយនៅតាមផ្លូវគេបាននិយាយថាឥឡូវហ្នឹងឯងបំភ្លេចរឿងរ៉ាវពាក់ព័ន្ធជាមួយនឹងយានហ្វៃហើយបន្តមកពួកយើងចាប់ដើមសារថ្មីដោយមិនពាក់ព័ន្ធអំពីរឿងហ្នឹងទេបានអូនគឺថាខ្ញុំស្រឡាញ់ឯងខ្លាំងណាស់គឺខ្ញុំមិនព្រមបោះបង់ទេបន្ទាប់ពីលឺអញ្ចឹងហើយឈីនឹងបានត្រឹមតែសើចប៉ុន្តែគេក៏មិនឆ្លើយតបអីដែរកាលមកដល់ពេលល្ងាចបន្ទាប់ពីញ៉ាំបាយញ៉ាំអីហើយនឹងគាត់ក៏បាននិយាយអំពីរឿងអាហារូបករណ៍ទៅអាមេរិកហើយឈីក៏បានសួរដែរថាតើបន្ទាប់ពីខ្ញុំបញ្ចប់ការសិក្សាមែនលោកពូក៏តបថាអត់ទេនៅឈរមាននេះគឺឯងក៏អាចទៅអាមេរិកជាមួយនឹងប៉ាក៏បានគឺប៉ាបានស្នើសុំទៅក្រុមហ៊ុនហើយពួកគេក៏ព្រមជួយក្នុងការសិក្សាមួយនេះប៉ុន្តែសម្រាប់ឯងនឹងត្រូវរៀនភាសាគេសិនហើយបន្តមករើសាលាទៅទីនោះឆ្នាំទី2តែថាហើយឈីនឹងអត់ចង់ទៅទេក៏ដោយសារតែវាភ្លាមពេញលោកពូក៏បាននិយាយទៀតថាក៏ដោយសារតែយើងនឹងត្រូវធ្វើការនៅទីនោះអញ្ចឹងហើយយើងមិនចង់ទុកឯងនៅតែម្នាក់ឯងទេហើយឈីងក៏បាននិយាយថាពេញជីងអាចមើលថែខ្ញុំបានហើយខ្ញុំក៏អាចមើលថែខ្លួនឯងបានដែរតែលោកពូក៏បាននិយាយថាអត់ទេយើងបានសួរលោកតាហើយលោកតាក៏ព្រមហើយមួយវិញទៀតឥឡូវនេះយើងចាស់ហើយយើងក៏មិនអាចរកការងារថ្មីបានដែរមានតែការងារនេះព្រោះពេលដែលយើងទៅនៅអាមេរិកម្នាក់ឯងហ្នឹងក៏យើងអបសុកដែរអញ្ចឹងហើយបានយើងចង់យកឯងទៅនៅជាមួយហើយសម្រាប់ផ្ទះមួយនេះគឺប៉ានឹងលក់ចាញ់ដែរនៅពេលដែលយើងទៅនៅទីនោះដូច្នេះហើយឥឡូវនេះឯងកុំតន់បកាយឯងទៅគិតមើលសិនទៅចាំសម្រាប់ចិនបន្ទាប់ពីលឺអញ្ចឹងគឺថាគេហ្នឹងឡើងខ្សែតែម្ដងមិនដឹងថាគិតគូបែបណាទេឥឡូវនេះកាលមកដល់ថ្ងៃបន្ទាប់នៅពេលដែលគេចេញពីរៀនហ្នឹងគឺថាគេឡើងសែនដោយឃើញអញ្ចឹងពីងជាងក៏សួរដែរថាមានរឿងអីតែហើយឈិនក៏បាននិយាយថាចង់ខ្ញុំប្រាប់ឯងតាមក្រោយឥឡូវហ្នឹងទៅផ្ទះសិនទៅហើយនៅតាមផ្លូវពីជីងក៏បានសួរដែរថាតើឯងចង់ញ៉ាំអីដែរអូនតែថាហើយឈីនឹងនៅតែបកកាយថាអត់ទេទៅផ្ទះដោយឃើញបែបហ្នឹងគឺថាគេនឹងក៏ពិបាកចិត្តដែរហើយក៏បានមកឈប់កន្លែងមួយដើម្បីស្រូបខ្យល់អាកាសបន្តិចដោយឃើញអញ្ចឹងហើយជីនឹងក៏បានប្រាប់រឿងរ៉ាវនៃប៉ារបស់គេឲ្យគេទៅនៅអាមេរិកនេះប្រាប់ពីជីនទៅព្រោះថាប៉ារបស់គេនឹងនិយាយថាទុកពេលវេលាឲ្យគេកិនទាំងតែការពិតទៅព្រឹកមិញក៏បានទេមកនិយាយអំពីរឿងនេះជាមួយនឹងលោកគ្រូគេឲ្យបាត់ទៅហើយពេលជីងក៏បានសួរថាតើឯងចង់ទៅនៅអូនបើសិនជាឯងមិនចង់ទៅនឹងបកកាយគាត់ទៅថាឯងមិនចង់ទៅទេហើយឈិនក៏ប្រាប់ថាអត់ទេយើងព្យាយាមបកកាយហើយប៉ុន្តែគាត់នៅតែបង្ខំយើងឲ្យទៅព្រោះគាត់និយាយថាគាត់រស់នៅទីនោះនឹងតែម្នាក់ឯងទេគាត់អបសុកណាស់អញ្ចឹងហើយទៅគាត់ចង់យកយើងទៅនៅជាមួយហើយមួយវិញទៀតខ្ញុំក៏គិតថាវាក៏ជារឿងល្អដែរសម្រាប់ពួកយើងទាំង3នាក់បន្ទាប់ពីលឺអញ្ចឹងពេញជីនឹងកាន់តែសែមានន័យថាគេមិនតភ្លេចយានហ្វៃបានទេនៅតែគិតពីគេរួចគេបាននិយាយថាឥឡូវហ្នឹងបញ្ញាត្រឡប់ផ្ទះទៅដើម្បីគិតអំពីរឿងនេះការមកដល់ថ្ងៃបន្ទាប់ពីគេចេញពីសាលារៀនហ្នឹងក៏ឃើញថាយានហ្វៃនេះក៏បានបើកឡានមកស្ទាក់មុងហើយគេក៏បានសួរថាខ្ញុំសើសារមកលោកច្រើនណាស់ហើយបានជាលោកមិនឆ្លើយតបថាតើទូរស័ព្ទខូចមែនហើយឈិនក៏តបថាអត់ទេប៉ារបស់ខ្ញុំទៅតែមកហើយមួយវិញទៀតហ្នឹងពេលជិនក៏ត្រូវលើចេញពីផ្ទះរបស់ខ្ញុំទៀតយានហ្វៃក៏បានសួរដែរថាតើអ្នកទាំងពីរបែកគ្នាមែនហើយឈិនក៏តបថាអត់ទេហើយគេក៏បាននិយាយអំពីរឿងប៉ាគេចង់ឲ្យទៅនៅអាមេរិកហ្នឹងប្រាប់យានហ្វៃទៅហើយគេក៏បានបន្ថែមទៀតថាអញ្ចឹងហើយរឿងរបស់ពួកយើងហ្នឹងប្រហែលជាយើងមិនអាចជួបគ្នាបានទៀតទេដូច្នេះហើយលោកមិនបាច់ព្យាយាមទេមកផ្ញើសារមកឲ្យទេគឺខ្ញុំមិនឆ្លើយនោះទេព្រោះនេះគឺជាវិធីសាស្ត្រដែលខ្ញុំគិតឃើញឥឡូវនេះអញ្ចឹងហើយខ្ញុំទៅហើយបន្ទាប់ពីលឿនអញ្ចឹងយានហ្វៃហ្នឹងឡើងខ្សែតែម្ដងប៉ុន្តែគេក៏មិនបោះបង់ដែរគឺគេជិះតាមហើយឈីហ្នឹងរហូតមកដល់កន្លែងលក់សម្ភារៈគូគំនូហើយឈីក៏បាននិយាយថាប៉ុន្តែខ្ញុំបាននិយាយហើយពួកយើងមិនគួរណាជួបគ្នាទៀតទេយានហ្វៃក៏តបថាខ្ញុំបានយល់ស្របទេអញ្ចឹងហើយខ្ញុំនៅមានសិនបន្ទាប់ពីលឿនអញ្ចឹងហើយឈីហ្នឹងក៏គ្មានអីតវ៉ាដែរក៏បន្តរើសម្ភារៈទៀតទៅដែលពេលហ្នឹងដែរមិត្តភ័ក្តិរបស់គេហ្នឹងក៏បានដើរមកសួរក៏ដោយសារតែមុនហ្នឹងជួបគ្នានៅសាលាម្ដងហើយឥឡូវហ្នឹងមកជួបគ្នានៅនីតិនដែលខណៈពេលហ្នឹងដែរយានហ្វៃក៏បានយកអាកបាំងមុខហ្នឹងយកមកដាក់មកគេធ្វើឲ្យហាយឈីនេះអស់សំណាញ់ដោយឃើញអញ្ចឹងមិត្តរបស់គេហ្នឹងក៏សួរដែរថាឯងសើចអី
តែគេមិនបានឆ្លើយទេមើលរបស់គេហ្នឹងណាក៏បានដើរចេញដែរទេហើយហើយឈៀងក៏បានដើរមករស់ហើយនិយាយថាឥឡូវហ្នឹងណាលោករើទៅចាំខ្ញុំពីអ្នកចេញលុយការមកដល់ថ្ងៃបន្ទាប់នៅកន្លែងការងារយើងវ័យហ្នឹងណាក៏បានផ្ដាំផ្ញើការងារទៅដល់កូនចៅព្រោះដោយសារថ្ងៃស្អែកគេទៅអង់គ្លេសអញ្ចឹងហើយតេតទៅនឹងការងារនៅសល់ហ្នឹងណាទុកឲ្យកូនចៅជាអ្នកដោះស្រាយតបន្ទាប់ពីចប់ប្រជុំក៏ចេញទៅបានហ្នឹងណាជេគីក៏រៀងឆ្ងល់ដែរមករយៈនេះឃើញថាចង្វាអារម្មណ៍ល្អរៀងប្លែកភីងគីក៏តបថាត្រូវហើយក៏មិនអាក្រក់ដូចជាអ្វីដែលបងគិតទេអញ្ចឹងហើយប្រហែលជាមករយៈនេះយើងមិនសូវមានការងារថែមម៉ោងទេមើលទៅជេគីក៏បាននិយាយទៀតថាទាំងអស់នេះហ្នឹងណាប្រហែលជាដោយសារតែស្នេហាហើយបើក៏ទៅការបញ្ចុះបញ្ចូលនរណាម្នាក់ឲ្យបែកគ្នាហ្នឹងណាវាមិនមែនជារឿងងាយស្រួលទេប៉ុន្តែនៅពេលដែលពួកគេបែកគ្នាដោយរីករាយគឺវាក៏ជារឿងដែលល្អដែរទៅលើអញ្ចឹងភីងគីហ្នឹងណាក៏រៀងឆ្ងល់ហើយជេគីក៏បាននិយាយថាបើសិនជាឯងចង់ដឹងហ្នឹងណាទៅសួរចៅវាយរបស់ឯងទៅបន្តិចក្រោយមកឃើញថាយិនវ័យក៏បានមកសួរការងារពីឃីងគីហើយបន្តពីឆ្លើយហើយហ្នឹងណាគេក៏ឆ្លៀតទៅការដើម្បីសួរបកវិញដោយគេសួរថាចៅវាយថាតើចៅវាយឥឡូវនេះហ្នឹងណាកំពុងតែមានស្នេហាមែនព្រោះខ្ញុំបានឮបងជេគីនិយាយថាចៅវាយហ្នឹងណាកំពុងតែមានស្នេហាហើយគាត់ថែមទាំងនិយាយទៀតថានៅពេលដែលមនុស្សពីរនាក់បែកគ្នាដោយរីករាយហ្នឹងណាគឺវាជារឿងដែលប្រសើរយិនវ័យក៏បាននិយាយថាគឺឥឡូវហ្នឹងណាឯងកុំខ្វល់ពីគេនិយាយច្រើនពេកអីខិតខំប្រឹងប្រែងធ្វើការទៅហើយតើតើនឹងការងាររបស់ឯងធ្វើហ្នឹងណាប្រហែលជាមួយខែទៀតចាប់ហើយត្រូវអន់ប៉ុន្តែសម្រាប់តួនាទីនេះគឺយើងនៅតែបន្តទូសម្រាប់ឯងបើសិនជាឯងចង់ត្រឡប់មកវិញបន្ទាប់ពីលឺអញ្ចឹងពីងគីនឹងណាសប្បាយចិត្តខ្លាំងមែនតើហើយគេក៏បានសប្បាយអោបច្បាយគេបន្តិចទៅដោយសារតែច្បាយគេចិត្តល្អហើយគេក៏បានបន្ថែមថាដោយសារតែឥឡូវនេះច្បាយកំពុងតែមានស្នេហាច្បាយចិត្តល្អប៉ុន្តែបើសិនជាច្បាយឈឺចាប់ហើយយកវាត្រឡប់មកវិញនឹងណាឲ្យខ្ញុំធ្វើម៉េចយិនវ័យក៏តបថាឯងនឹងណាចាំខ្លាចជាបុគ្គលិកពេញសិនទៅចាំដឹងរឿងច្រើនទៀតរួចគេក៏បានដើរចេញពីកន្លែងហ្នឹងដែរទៅងាកមកខាងពីនជីនវិញឃើញថាឥឡូវនេះគេបានរើអ្វីបានមករស់នៅដមហើយចំពោះកន្លែងដែលគេនៅនឹងណាគឺថាសិស្សម្នាក់ហ្នឹងឥឡូវហ្នឹងកំពុងតែដំណើរកំសាន្តនៅអឺរ៉ុបតែម្នាក់ឯងបន្ទាប់ពីលឿនអញ្ចឹងពីនជីនហ្នឹងណាក៏រៀងភ្ញាក់ផ្អើលដែរក៏ដោយសារតែគេហ៊ានដើរលេងតែម្នាក់ឯងងាកមកខាងហៃឈីងវិញក៏ឃើញថាគេក៏បានមករកសាវខេដល់កន្លែងធ្វើការប៉ុន្តែមិនឃើញសាវខេនៅកន្លែងធ្វើការសោះហើយបុគ្គលិកអ្នកហ្នឹងក៏បាននិយាយថាគេទៅកូរ៉េបាត់ហើយបន្ទាប់ពីលឿនអញ្ចឹងគឺថាគេឡើងភ្ញាក់ផ្អើលតែម្ដងក៏ដោយសារតែគេទៅហ្នឹងណាក៏មិនចូលហើយគេក៏មិនប្រាប់ទៀតបន្ទាប់ពីលឿនអញ្ចឹងគឺថាគេហ្នឹងណាក៏សែតដែរក៏បានដើរចេញពីកន្លែងហ្នឹងទៅងាកមកខាងពីនជីនវិញឃើញថាគេហ្នឹងណាគេតាំងតែពីថ្ងៃរហូតដល់យប់ហើយអត់ងើបសោះដែលមើលទៅដូចជាគេឈឺអញ្ចឹងមិត្តភ័ក្តិរបស់គេហ្នឹងណាក៏បានហៅដែរប៉ុន្តែគេនៅតែមិនងើបរីឯហើយឈិញវិញក៏ដោយសារតែគេហ្នឹងណាសែតពេកអញ្ចឹងហើយក៏បានទិញស្រាយកមកផឹកម្នាក់ឯងបន្តិចក្រោយមកឃើញថាគេក៏បានត្រឡប់មកដល់ផ្ទះហើយនៅពេលដែលប៉ាគេឃើញស្វឹងអញ្ចឹងណាក៏បានសួរដែរហើយបានជាឯងផឹងហើយចុះឥឡូវនេះឯងបានញ៉ាំអីហើយនៅហើយបន្ទាប់ពីឮថាគេបន្តញ៉ាំអីអញ្ចឹងណាក៏ខឹងដែរក៏ដោយសារតែឥឡូវនេះយប់ជ្រៅហើយក៏បាននិយាយថាឥឡូវហ្នឹងណាទៅអង្គុយទៅចាំយើងធ្វើស៊ុបធ្វើអីឲ្យញ៉ាំហើយកំឡុងពេលហ្នឹងក៏បានសួរដែរមករយៈនេះអត់ដែលឃើញពីនជីនហើយឈិនក៏តបថាប៉ាជាអ្នកឲ្យគេរើចេញអញ្ចឹងហើយគេមិនហ៊ានមកតែប៉ាគេក៏បានព្យាយាមកកែថាអត់ទេប៉ាមិនបានថាណាហើយឈិនក៏បាននិយាយទៀតថាហើយដំនៅសាលាហ្នឹងណាក៏អត់តនេទៀតខ្ញុំមិនដឹងថាគេនៅណាទេឥឡូវនេះគឺខ្ញុំព្យាយាមតាក់ទងគេណាប៉ុន្តែតាក់ទងមិនបានសោះបន្ទាប់ពីលឺអញ្ចឹងប៉ារបស់គេបាននិយាយទៀតថាគឺគេក៏មិនប្រាប់ប៉ាដែរអញ្ចឹងហើយប៉ាមិនដឹងហើយបើសិនជាបែបហ្នឹងហើយបានជាគេនឹងណាមិនព្យាយាមចរចាជាមួយនឹងប៉ាទេហើយឈិនក៏បាននិយាយខ្លាំងថាចរចាបែបម៉េចខ្ញុំមិនដែលចរចាជាមួយនឹងប៉ាបានសម្រេចផងហ្នឹងដោយឃើញកូននិយាយត្រូវអញ្ចឹងក៏បាននិយាយថាឥឡូវហ្នឹងណាបញ្ញាប់លេងចានលេងអីទៅគេងតោះមកដល់ថ្ងៃបន្ទាប់នៅកន្លែងពីនជីននៅពេលដែលមិត្តភ័ក្តិរបស់គេភ្ញាក់ឡើងហ្នឹងណាក៏បានព្យាយាមហៅគេឡើងទៅរៀនដែរប៉ុន្តែគេនៅតែមិនភ្ញាក់មួយសន្ទុះធំក្រោយមកបន្ទាប់ពីគេចប់ពីការរៀនហ្នឹងណាក៏បានចូលមកឃើញថាគេនៅតែគេងដោយមិនអត់ចិត្តទេក៏បានយកដៃទៅស្ទាបគេទៅហ្នឹងណាឃើញថាគេក្តៅខ្លាំងណាស់អញ្ចឹងហើយគេក៏បានយកកសែងយកអីហ្នឹងណាយកមកជូតខ្លួនជូតអីឲ្យទៅហើយនៅពេលដែលឃើញថាគេភ្ញាក់ហ្នឹងណាមើលរបស់គេក៏បានសួរដែរឯងចង់ទៅមន្ទីរពេទ្យអត់ចាំយើងជូតទៅតែថាគេបកកាយគេអត់ព្រមទៅទេកាលមកដល់ពេលយប់ឃើញថាគេហ្នឹងណានៅតែបន្តគេងហើយមិនភ្ញាក់ទេដែលពេលហ្នឹងដែរភៀងគេក៏បានទេមកហើយគេហ្នឹងណាក៏ប្រាប់អំពីស្ថានភាពបងរបស់គេដែរទៅងាកមកខាងហៃឈីងក៏ដោយសារតែគេពិបាកចិត្តពេកអញ្ចឹងណាក៏បានមកបារੂអីផឹកម្នាក់ឯងហើយក៏បានជួបជាមួយនឹងជីមីដែរជីមីក៏បានមកសួរថាថ្ងៃនេះហ្នឹងណាឯងមកតែម្នាក់ឯងទេមែនតែថាហៃឈីងហ្នឹងណាអត់បានចាំគេទេតែថាជីមីក៏ខ្វល់ដែរក៏បានសួរថាមើលតើឯងហ្នឹងណាដូចជាមិនសប្បាយចិត្តសោះមានរឿងអីមែនហៃឈីងក៏បានព្យាយាមនិយាយថាមិនអីទេគឺខ្ញុំពិតជាមិនអីពិតមែនតែថាជីមីអត់ជឿទេក៏បានសួរថាឥឡូវហ្នឹងឯងចង់ទាយអត់គឺខ្ញុំអាចប្រាប់ឯងបានគ្រប់យ៉ាងដោយឃើញថាគេមិនចង់ទាយទេជីមីហ្នឹងក៏រៀងភ្ញាក់ផ្អើលដែរដោយសារជាធម្មតាមនុស្សភាគច្រើននៅពេលដែលឮរឿងហ្នឹងគឺថាគេតែងតែចង់ដឹងអញ្ចឹងហើយបើសិនជាឯងទៅបែកគ្នាអីហ្នឹងប្រាប់ខ្ញុំមកហើយគេក៏បានចង្អុលទៅរូបភាពនៅក្បែរហ្នឹងដោយប្រាប់ថាគេម្នាក់ហ្នឹងជាសង្សារចាររបស់ខ្ញុំបន្ទាប់ពីឮអញ្ចឹងហើយឈៀងក៏បានមើលទៅក៏ឃើញថាកាប់ទៅគឺគេហ្នឹងជាសង្សាររបស់យានហ្វៃជីមីក៏បាននិយាយទៀតថាគឺរូបភាពមួយនេះពួកយើងថតនៅទីនេះ
ប៉ុន្តែឥឡូវនេះពួកយើងក៏បានបែកគ្នាហើយប៉ុន្តែឯងគិតថាសង្សាររបស់ខ្ញុំហ្នឹងណាសង្ហាដែរអន់ហើយជីនក៏បានតបថាសង្ហាជីមីក៏បានបន្ថែមទៀតថាឥឡូវនេះឯងមិនតមានរឿងអីចង់សួរប៉ុន្តែពេលក្រោយមានហ្នឹងណាឯងមកសាកសួរខ្ញុំបានខ្ញុំរងចាំតែមកដល់ថ្ងៃបន្ទាប់ឃើញថាពីងគីនេះក៏បានមកមើលបងគេហើយក៏បានទិញបបរទិញស៊ុបឲ្យយកមកឲ្យញ៉ាំដែរឲ្យមានកម្លាំងព្រោះថាគេហ្នឹងណាភ័យខ្លាំងណាស់បន្ទាប់ពីឮថាបងរបស់គេឈឺបែបនេះហើយគេក៏បានស្ដីឲ្យដែរវាក៏សំណាងដែរដែលមិត្តភក្តិរបស់បងលើបើសិនជាគេមិនលើហ្នឹងណាឲ្យខ្ញុំធ្វើម៉េចប៉ុន្តែហើយដែលបានជាបងមកទីនេះគឺខ្ញុំគិតថាបងហ្នឹងណារស់នៅជាមួយនឹងសង្សាររបស់បងតែពីងជីងក៏តបថាអត់ទេប៉ារបស់គេត្រឡប់មកវិញហើយមួយវិញទៀតគាត់ក៏មិនបានដឹងរឿងរបស់ពួកយើងទៀតពីងគេក៏បានសួរទៀតថាហើយចុះបងមកនៅទីនេះហ្នឹងណាគាត់ដឹងអន់ពីងជីងក៏តបថាអត់ទេហើយនៅពេលដែលគេយកទូរស័ព្ទមកមើលហ្នឹងណាក៏ឃើញថាអូនរបស់គេនេះទេមកច្រើនដងមែនតើដោយឃើញសភាពបែបហ្នឹងពីងគេក៏បានសួរដែរថាតើទំនាក់ទំនងរបស់ពួកបងហ្នឹងណានៅដូចដើមអន់ហើយនៅពេលដែលឮបងគេថាដូចដើមហ្នឹងណាគឺអត់ជឿសោះដោយសារតែរាល់ដងនៅពេលដែលនិយាយអំពីរឿងសង្សារគាត់ហ្នឹងណាក៏សប្បាយចិត្តណាស់ប៉ុន្តែពេលនេះមិនមែនបែបហ្នឹងដោយឮបងនិយាយថាអត់អីទេហ្នឹងណាគេបាននិយាយថាបើអញ្ចឹងខ្ញុំទៅធ្វើការវិញហើយព្រោះថាចៅហ្វាយរបស់ខ្ញុំហ្នឹងណាក៏អត់នៅទេមានការងារច្រើនត្រូវដោះស្រាយពីងជីងក៏សួរដែរថាគេទៅណាពីងគីក៏តបថាគាត់ទៅអង់គ្លេសហើយមួយវិញទៀតបន្ទាប់ពីខ្ញុំបញ្ចប់ការសិក្សាហ្នឹងណាខ្ញុំមានការងារធ្វើស្រាំតទៅពេលអញ្ចឹងទៅគឺខ្ញុំគួរតែអរគុណដល់សង្សារថ្មីរបស់គាត់ទៅធ្វើឲ្យខ្ញុំមានឱកាសបែបនេះហើយខ្ញុំសង្ឃឹមថាពួកគាត់ទាំងពីរនាក់ហ្នឹងនឹងអាចរស់នៅជាមួយគ្នារហូតតទៅពេលជីងក៏សួរថាឯងដឹងអត់ថាជាអ្នកណាពេលគេក៏បានស្ដីឲ្យថាវាមិនមែនជារឿងរបស់បងទេបងមិនចង់ដឹងពេលជីងក៏បាននិយាយទៀតថាអត់ទេបើសិនជាឯងដឹងហ្នឹងណាប្រាប់បងផងបងក៏ចង់ដឹងដែរតែនៅការពិតទៅគឺថាគេដឹងហើយប៉ុន្តែគេព្យាយាមនិយាយលេងជាមួយនឹងប្អូនហើយខ្សែរឿងក៏បញ្ចប់ត្រង់កន្លែងហ្នឹងដែរទៅ